គេថាមនុស្សមិនអាចបំភ្លេចស្នេហាដំបូងបានឡើយហើយគ្រប់គ្នាសុទ្ធតែត្រូវការឆ្លងកាត់ស្នេហាដំបូងគឺជាការពិតដែលក្នុងមួយជីវិតរបស់អ្នកអាចជួបតែម្ដងប៉ុន្តែបន្សល់នូវរបួសឈឺបេះដូងនឹងក្លាយទៅជាចំណងនៃបញ្ហានៅក្នុងដំណើរជីវិតជាគ្រូធំនៃមេរៀនការពិតរហូតរួចខ្ញុំឲ្យស្គាល់ស្នេហាពិតម្ដងទៀតជាមួយនឹងខ្លួនឯងតើអ្នកណាគឺជាស្នេហាដំបូងរបស់អ្នកអ្វីជាស្នេហាស្នេហាគឺជាការសម្រាគឺជាសម្លេងដែលហៅថាអ្នកឲ្យត្រឡប់មកផ្ទះគឺជាមនុស្សម្នាក់ដែលអ្នកតែងតែនឹកតែងតែរងចាំឲ្យអ្នកស្គាល់អារម្មណ៍ស្រឡាញ់ដោយគ្មានលក្ខខណ្ឌហើយក៏គ្មានអ្នកណាអាចជំនួសម្នាក់នោះបានទេរាល់យប់ដែលគេមិនលក់ខ្ញុំតែងតែនឹកដល់អ្នកខ្ញុំមិនដឹងថាខ្លួនឯងស្រឡាញ់អ្នកប៉ុណ្ណានោះទេដឹងត្រឹមតែថាអ្នកជាមនុស្សដែលស្រឡាញ់ខ្ញុំខ្លាំងជាងគេរាល់យប់ដែលគេងក្បែរអ្នកខ្ញុំតែងតែគេងលក់យ៉ាងស្កប់ស្កល់អ្នកបានផ្ដល់នូវអារម្មណ៍ដ៏កក់ក្ដៅនិងមានសុវត្ថិភាពជាអារម្មណ៍មួយដែលមិនធ្លាប់មានណាផ្ដល់ឲ្យខ្ញុំបានឡើយហើយខ្ញុំពិតជាចង់ប្រាប់ថាខ្ញុំនឹងអ្នកខ្លាំងណាស់